សូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាវិលមកជួបគ្នាសាជាថ្មីនៅក្នុងវីដេអូនេះខ្ញុំនឹងបន្តចែករំលែកជាមួយបងប្អូននៅចំណេះដឹងសម្រាប់បងប្អូនត្រៀមក្នុងការប្រឡងចូលសាលាភូមិរដ្ឋបាលដើម្បីក្លាយជាសិស្សមន្ត្រីក្រមការទៅបម្រើការនៅតាមសាលាក្រុងស្រុកខណ្ឌឬក៏សិស្សមន្ត្រីជាន់ខ្ពស់បម្រើការនៅតាមរាជធានីខេត្តបាទអញ្ចឹងសម្រាប់សំណួរនៅក្នុងវីដេអូនេះយើងនឹងសិក្សាទៅលើចំនួនចម្លើយចំនួន10បន្តទៀតដែលមានលេខរៀងពីលេខ51ដល់លេខ60អញ្ចឹងកុំឲ្យខាតពេលវេលាយើងចូលទៅមើលនៅសំណួរទាំងអស់នោះដូចតទៅបាទតោះអញ្ចឹងសំណួរទី51តើអ្វីមួយជាសញ្ញានៃជំងឺលើសជាតិphosphate នៅក្នុងឈាមបាទអញ្ចឹងអ្នកដែលសិក្សាអំពីពេទ្យខាងពេទ្យហ្នឹងគឺគាត់ដឹងហើយមានតែបងប្អូនមានអ្នកខ្លះរៀនពេទ្យតែទៅប្រឡងណែក្របខ័ណ្ឌសាលាភូមិន្ទតាមរយៈសាលាភូមិន្ទហើយជាប់ក៏បោះបង់សាលាពេទ្យមករៀននៅសាលាភូមិន្ទក៏មានដែរជំនាន់ខ្ញុំតែខ្ញុំមិននិយាយថាអ្នកណាទេតែក៏មួយយ៉ាងដែរអាហ្នឹងគឺសមត្ថភាពបងប្អូនការប្រឡងជាប់នៅតាមស្ថាប័នមួយមិនមែនជារឿងសាមញ្ញទេយើងត្រូវការពេលវេលាត្រៀមត្រូវការខួរក្បាលសម្រាប់គិតពិចារណាទិញចងចាំច្រើនណាតម្រាំបានឆ្លងកាត់វគ្គមួយព្រោះការប្រឡងគឺសក្រិតមែនតើណាយើងចេះយើងគិតថាយើងចេះតែអាចមានគេចេះច្រើនជាងយើងការប្រឡងគឺមិនខុសណាអំពីការធ្វើចម្បាំងទេតែខ្លាំងជាងគឺឈ្នះហើយតែបើយើងមិនខ្លាំងទេអាហ្នឹងគឺយើងចាញ់គេហើយណាអញ្ចឹងទាមទារឲ្យយើងប្រកែបងប្អូនទៅប្រកែយើងទន្ទិញចងចាំខ្ញុំចែករំលែកបានតែតិចទេបងប្អូនបើប្រៀបធៀបទៅមិនបាន 1% ទេសម្រាប់បងប្អូនអ្នកដែលចង់ប្រកែគឺត្រូវតែខិតខំខ្លួនឯង 99% បន្តទៀត99% តាមរយៈការមើលការស្ដាប់ការអានការស្វែងយល់បន្តអញ្ចឹងណាទើបយើងអាចឆ្លងកាត់ពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀតបានណាអញ្ចឹងកុំឲ្យខាតពេលយើងទៅមើលចម្លើយនៃសំណួរនឹងបងប្អូនគ្នាអញ្ចឹងចម្លើយកគឺខ្សោយសាច់ដុំចម្លើយខគឺញដៃជើងចម្លើយគោគឺវិលមុខអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយកខ្សោយសាច់ដុំបាទសំណួរទី52តើរមណីយដ្ឋានក្បាលឆាយស្ថិតនៅក្នុងខេត្តណាស្ថិតនៅខេត្តណាបងប្អូនក្បាលឆាយលឹបលឿណាចម្រៀងណយវ៉ាណេតហ្នឹងវិញបាទអញ្ចឹងក្បាលឆាយស្ថិតនៅក្នុងកកែបខកំពតគោខេត្តព្រះសីហនុអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយគោខេត្តព្រះសីហនុបាទយើងតទៅទៀតគឺសំណួរទី53សំណួរទី53សួរថាដូចម្ដេចដែលហៅថាសង្គមបាទឬមិនហៅថាសង្គមចម្លើយកទំនាក់ទំនងវិស័យសេដ្ឋកិច្ចនយោបាយសង្គមគិច្ចជីវភាពនិងសន្តិសុខនេះហៅថាសង្គមនេះគឺជាចម្លើយកចម្លើយខជាបណ្ដុំមនុស្សសង្គមគ្រួសារសហគមន៍និងសង្គមជាតិចម្លើយគោការរៀបចំសង្គមឲ្យរស់នៅបានស្រួលមានសម្ភារៈប្រើប្រាស់គ្រប់គ្រាន់អញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយខជាបណ្ដុំមនុស្សសង្គមគ្រួសារសហគមន៍និងសង្គមជាតិហៅថាសង្គម54តើគុណល្បុក្កតោកម្ពុជាត្រូវបានចុះបញ្ជីនៅទីក្រុងនៃប្រទេសណាល្បុក្កតោណាល្បុក្កតោខ្មែរយើងបាទចុះបញ្ជីនៅថ្ងៃខែឆ្នាំនៅប្រទេសណាកក្រុងប៉ារីសប្រទេសបារាំងខក្រុងរីយ៉ាតប្រទេសអារ៉ាប៊ីសាអូឌីតគោក្រុងរ៉ាបាតប្រទេសម៉ារ៉ុកអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺគោក្រុងរ៉ាបាតប្រទេសម៉ារ៉ុកសំណួរបន្ទាប់គឺសួរថាតើគុនល្បុក្កតោកម្ពុជាត្រូវបានចុះបញ្ជីបេតិកភណ្ឌពីវប្បធម៌អរូបីនៃមនុស្សជាតិរបស់
អង្គការ UNESCO នៅថ្ងៃកែឆ្នាំណាចឹងមិនយើងដឹងហើយនៅក្រុងរីយ៉ាតណាទីកន្លែងណាចឹងឥឡូវទីនេះគឺថ្ងៃខែក29វិច្ឆិកា2022ខ30វិច្ឆិកា2022គោណាគោតែជាកវិញបងប្អូនគោ31វិច្ឆិកា2022ចឹងចម្លើយដែលត្រឹមត្រូវគឺក29វិច្ឆិកា2022បាទសំណួរទី56តើសហរដ្ឋអាមេរិកចាប់ផ្ដើមបង្កើតកម្មវិធីអវកាសលើកដំបូងរបស់ខ្លួនដែលមានឈ្មោះថា NASA នៅឆ្នាំណាបាទចឹងសំណួរដែលសួរបងប្អូនមិនមែនត្រឹមតែសួរក្នុងបរិបទប្រទេសកម្ពុជាណាសំណួរពេលប្រឡងគឺសំណួរចំណេះដឹងទូទៅបានន័យថាសង្គមវប្បធម៌ប្រពៃណីវិទ្យាសាស្ត្រអក្សរសាស្ត្រជាតិអន្តរជាតិអាស៊ានណែអង្គការសហប្រជាជាតិពិភពលោកប្រទេសអន្តរជាតិមួយចំនួនបដិការថ្មីសង្គមអីគឺគេសួរទាំងអស់បងប្អូនណាតែគ្រាន់ដឹងមិនសួរចំកន្លែងណាអញ្ចឹងមិនថាដើម្បីជោគជ័យដូចខ្ញុំបាននិយាយខាងដើមវីដេអូមកអញ្ចឹងណាគឺត្រូវតែប្រឹងរៀនឲ្យបានមិន 100% ទេគឺ1000%បាទបើមិនអញ្ចឹងទេអត់ជាប់ទេបងប្អូនចង់ជោគជ័យបងប្អូនគឺអត់មានយកលុយយកកាក់ទៅសូកគេបានទេឥឡូវនេះគឺអត់មានទេណាអត់អាចសង្ឃឹមមានខ្សែមានពូអីបានទេណាអញ្ចឹងសម្រាប់បងប្អូនអ្នកស្រុកស្រែខ្ញុំអ្នកចែករំលែកមួយបងប្អូនហ្នឹងគឺក៏កើតចេញពីកូនកសិករដែរទេណាបានប្រឡងចប់គឺតាមរយៈការប្រឹងប្រែងដូចគ្នាណាសន្សំអញ្ចឹងពេលប្រឡងអស់20000បងប្អូនអស់20000រៀលទិញពាក្យណាអត់មែន20000ទៅសូកប៉ាន់ទេបាទតោះចម្លើយក1970ខ1960គោ1950ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយខ1960នេះគឺជាការបរិច្ឆេទនៃការបង្កើតកម្មវិធីអវកាសរបស់អាមេរិកឈ្មោះថា NASA តោះសំណួរទី57សួរថាតើប្រាសាទត្រាវស្ថិតនៅក្នុងខេត្តណាស្ថិតនៅខេត្តណាអញ្ចឹងចម្លើយកសៀមរាបខព្រះវិហារគោកំពង់ធំអញ្ចឹងប្រាសាទត្រាវស្ថិតនៅក្នុងខេត្តសៀមរាបបាទសំណួរទី58តើសក្ការៈក្នុងវប្បធម៌ខ្មែរមានប៉ុន្មានអ្វីខ្លះបាទសក្ការៈដែលធ្លាប់ឮតែពុទ្ធសក្ការៈដែលយើងឮសប្ងៃណាតែសក្ការៈណាទៀតយើងអត់ដឹងទេភាគច្រើនណាដោយសារតែថ្ងៃនេះនៅពេលដែលយើងសេថ្ងៃខែអីយើងសេទាំងច័ន្ទគតិសុរិយគតិអញ្ចឹងច័ន្ទគតិហ្នឹងគឺថ្ងៃប្រហែលកើតប្រហែល100ខែឆ្នាំអីចឹងទៅហើយចុងក្រោយគឺពុទ្ធសករាជអីចឹងទៅអញ្ចឹងសករាជមានម៉ាតតែយើងទៅមើលទាំងអស់គ្នាមាន2កមាន2គឺពុទ្ធសករាជនិងគ្រិស្តសករាជអាចដែរបងប្អូនណាឆ្នាំ2025 2021 2027នេះគឺឈ្មោះថាគ្រិស្តសករាជតែ1570 1571 72នេះគឺពុទ្ធសករាជអាចយ៉ាងដែរតែទី3ខមាន3គឺពុទ្ធសករាជគ្រិស្តសករាជនិងមហាសករាជនេះវប្បធម៌ខ្មែរមើលច្បាស់មែនទេណាចម្លើយគោគឺមាន4ពុទ្ធសករាជគ្រិស្តសករាជមហាសករាជនិងចលសករាជអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយគោមាន4មិនមែនមាន2ទេណាមាន4ពុទ្ធសករាជគ្រិស្តសករាជមហាសករាជហើយនឹងចលសករាជតែបច្ចុប្បន្នយើងប្រើតែ2ទេហើយប្រើតែ2ហ្នឹងភាគច្រើនអត់ស្គាល់គ្រិស្តសករាជផងណាគេសួរឆ្នាំណាឆ្នាំ2020យើងឧទាហរណ៍អញ្ចឹងតែដឹងតែ2020ហ្នឹងគឺជាគ្រិស្តសករាជទេតែពុទ្ធសករាជសួរថាហ្នឹងពុទ្ធសករាជប៉ុន្តែដឹងពុទ្ធសករាជប្រមាណហើយទេអញ្ចឹងយើងមើលទៅនៅពេលដែលយើងសេការបរិច្ឆេទគឺតែងតែមានណាបច្ចុប្បន្នដោយសារហ្នឹងគឺតាមអនុក្រឹត្យរបស់រដ្ឋាភិបាលណារបស់រដ្ឋាភិបាលលោកកំណត់ចឹងតែម្ដងគឺនៅពេលដែលយើងសេលិខិតលិខិតបទដ្ឋានគតិយុត្តអីផ្លូវការគឺយើងត្រូវតែដាក់ទាំងច័ន្ទគតិនិងសុរិយគតិបាទដែលយើងតែនិយាយថាឆ្នាំខ្មែរណាអូខេអញ្ចឹងកុំវែងឆ្ងាយយើងចូលមកសំណួរទី58
53សួរថាតើសារមន្ទីរជាតិត្រូវបានសម្ពោធនៅថ្ងៃខែឆ្នាំណាសារមន្ទីរជាតិនៅភ្នំពេញណាកើតឡើងសម្ពោធនៅថ្ងៃខែឆ្នាំណាក13មេសា1920ខ13មេសា1921គោ13មេសា1922ចឹងក្នុងហ្នឹងតើក្នុងសម័យណានៅក្នុងមួយណាជាចម្លើយពិតប្រាកដចឹងចម្លើយពិតប្រាកដគឺចម្លើយកមក13មេសា1920បាទចូលដល់សំណួរទី60សំណួរទី60សួរថាតើអក្សរសិល្ប៍ខ្មែរចែកចេញជាប៉ុន្មានប្រភេទអ្វីខ្លះអក្សរសិល្ប៍ខ្មែរចែកចេញប៉ុន្មានប្រភេទចម្លើយកមានមួយប្រភេទទេគឺអក្សរសិល្ប៍បែបពុទ្ធនិយមខចែកចេញជាពីរប្រភេទគឺអក្សរសិល្ប៍បែបបុរាណនិងអក្សរសិល្ប៍បែបសម័យចម្លើយគោចែកចេញជា3អក្សរសិល្ប៍បែបបុរាណអក្សរសិល្ប៍បែបប្រជាប្រិយនិងអក្សរសិល្ប៍បែបទំនើបចង់ចម្លើយដែលត្រឹមត្រូវគឺគោគឺអក្សរសិល្ប៍បែបបុរាណប្រជាប្រិយនិងដូចខ្ញុំបានជម្រាបជូនបងប្អូនកាលពីដើមវីដេអូនេះឬក៏វីដេអូមុនៗអញ្ចឹងណាថានៅពេលដែលបងប្អូនជ្រើសរើសចម្លើយបងប្អូនព្យាយាមមើលតើចម្លើយមួយណាដែលរៀបរាប់ពិស្ដារហើយវាតាកតងទំនងជាងក្នុងករណីដែលយើងមិនសូវដឹងយើងមិនដឹងយើងមើលទៅតើពាក្យចម្លើយហ្នឹងគឺមានពាក្យកន្លឹះតាកតងទៅនឹងសំណួរអត់បើអត់មានទេអាហ្នឹងទោះបីឆ្លើយរាយរាប់ហូហែបយ៉ាងណាក៏មិនមែនជាចម្លើយទេតែបើសិនក្នុងករណីថាគេរាយរាប់ហូហែហើយពាក្យនីមួយៗគឺសុទ្ធតែមានទំនាក់ទំនងជាមួយនឹងពាក្យកន្លឹះនៅក្នុងសំណួរឬក៏ប្រធានបទដែលគេសួរអញ្ចឹងអានោះឯងគឺជាចម្លើយដែលត្រឹមត្រូវបងប្អូននេះគឺជាតិចនិចដែលខ្ញុំចង់ចែករំលែកបងប្អូនបន្តទៀតណាអញ្ចឹងអរគុណបងប្អូនដែលបានចូលមកទស្សនាវីដេអូនេះកុំភ្លេចជួយ like និង subscribe ផងដើម្បីទទួលបាននៅវីដេអូបន្តទៀតណាហើយបងប្អូនមានសំណួរអីអាចសួរនៅក្នុងខ្ទង់ comment បានអរគុណជម្រាបលា